ហ្នឹងប្រជាជនឡាលោកមេករបស់ខ្ញុំនឹងខ្លួនឡើងហើយឆាប់ឡើងទៅឆាប់នាំគាត់ទៅក្រោយក្នុងប្រមូលកងទ័ពយ៉ាងម៉េចដល់ឈរធ្វើអីទៀតមិនក៏មិនឆាប់ទៅវិញនោះតែណាទីកន្លែងទៅខ្ញុំទប់ទល់ទៅឲ្យឆាប់រត់ទៅឆាប់រត់ទៅឆាប់ឡើងឆាប់ទៅតាមចាប់ពួកគេព្រាម但是我人无一好，准备着乔装改扮入色朝，但愿得让你能够龙宫此去杀贼将仇报，管教他天王恢恢，无处逃。សម្រាប់វាទៅកុំបាយសិនណាយើងត្រូវការចាប់ទាំងនោះ
លោកពូគួងមិនចេះប្រើក្របបែករបស់ជប៉ុនគាត់ក៏មិនបានខ្លាយទៅជាវីរៈបុរសដែរលោកយាយរបស់ខ្ញុំក្រោយមកទើបដឹងថាក្របបែកទៅត្រូវពេលដកកលឹះបន្តិចគោះទៅអាចផ្ទុះបានប៉ុន្តែសំណាងល្អណាស់លោកពូគួងមិនបានខ្លាយទៅជាវីរៈបុរសទេក្រោយមកទៀតទើបមានរឿងកាត់តែអស្ចារ្យថែមទៀតឆាប់ប្រាប់ភ្លាមមកព្រោះអាយយករូបសម្រាប់ព្រះទម្លាក់ទុកនៅកន្លែងណាបើមិននិយាយទេយើងដុតអាយឲ្យស្លាប់ឲ្យតែឯងប្រឹងនិយាយពីកំណំរបស់លោកមេតបលាក់ទុកនៅកន្លែងណាយើងមិនដុតឲ្យឯងស្លាប់ទេឆាប់ប្រាប់យើងមកអត់ឯងប្រាប់គេទៅគេពិតជាចង់ដឹងថារបស់នោះលាក់ទុកនៅកន្លែងណាអញ្ចឹងគ្មានទេគេនិយាយស្អីហ្នឹងលោកមិនតបប្រកល់វាឲ្យមកខ្ញុំមិនជឿថាធ្វើស្អីវាមិនបាននោះទេយើងធ្វើដូច្នេះឯងប្រហែលជាបានស្រួលខ្លួនហើយមែនទេហាហើយឯងនេះក៏លែងមានជំងឺផ្ដាសាយតទៅទៀតដែរយើងនឹងដុតចំអិនឯងឲ្យបានល្អស្រួលខ្លួនឯងស្រួលខ្លួនទេយើងមិនសុខចិត្តទេយើងជាសិនអ៊ូខុងដែលព្រះអង្គយកទៅដុតទាំងយប់ទាំងថ្ងៃមិនខ្លាចក្តៅទេក្នុងនាមកងទ័ពប្រជាអន្តរីសុទ្ធតែគ្មានបាត់ការទាំងអស់គ្មានបាត់ការទេយកនឹងហើយគឺជាកំណត់របស់លោកមេតបគឺជារូបសំណាកព្រះពោធិសត្វមែនទេនោះគឺជាកំណត់របស់ប្រទេសចិនយើងទេពួកឯងសុទ្ធតែជាចោរពួកឯងទាំងអស់គ្នាជាចោរក្បត់ជាតិគឺចោរអញលោកបេតបមិនតិចទៀតគេលែងមករឹងទៀតហើយបញ្ហារឿងផ្សេងទៀតបើតាមខ្ញុំដឹងរបស់នោះគឺមិនទាន់យកចេញទៅណាឆ្ងាយទេព្រោះថារបស់នោះគឺវាធ្ងន់យ៉ាងទេគ្មានមធ្យោបាយអាចឆ្លងទន្លេរួចបានទេចង់បញ្ជូនតាមចន្លងភ្នំចាំបាច់ត្រូវតែដើរឆ្លងកាត់ស្ពានថ្មនេះហើយដើរកាត់ស្ពានថ្មនេះមួយយ៉ាងទៀតស្ពានថ្មនេះគឺមានគ្នារបស់យើងយាមល្បាតរាល់ថ្ងៃទៅអស់ហើយបើតាមខ្ញុំយល់គួរតែបំផ្លាញស្ពានថ្មនោះចោលទៅមិនបានចាយមកទីនេះបាននេះគឺជារោងដែកដែលយើងបាត់ជីកកាលពីម្សិលមិញតែយ៉ាងមិនដែរស្រួលខ្លួនដែរទេអូស្រួលខ្លួនណាពិតជាស្រួលខ្លួនមែនទេស្រួលណាស់ដុតទៀតដុតបន្ថែមទៀតបន្ថែមអូដុតខ្លាំងដុតខ្លាំងចូលទៅនៅចូលទៅឲ្យឆាប់ដាក់ទៅ
នាំគ្នាសម្រុកចូលទៅសម្រុកចូលទៅលោកមិនតបកថាជើខ្លាំងទៅលេចអីហើយត្រូវហើយសេនាទាំងឡាយដល់គ្នាសម្រុកចូលទៅចូលទៅ
ប់ទៅខ្ញុំនឹងអស់លោកឡើងមកខាងលើតើឲ្យជាប់ទៅលោកមេតបខាងជើងក៏មានកងទ័ពខាងលិចក៏មានកងទ័ពដែរលោកពូឆាប់ទៅឆាប់ពូไปខាងនោះទៅឲ្យលើឡើងឲ្យឆាប់ឡើងទៅក៏ភ្លើងនេះបានយ៉ាងម៉េចទៅហេតុអីក៏ខ្ញុំបានមិនដែរគេមើលដំណងតាមនេះបន្ទាប់មកចាំកែកាយតែម្ដងទៅដឹងទេទីបំផុតឯងព្រមបញ្ចេញសម្លេងថាឈឺហើយមែនទេហ៎ឆាប់ឆ្លើយមករបស់នោះលាក់ຕົកនៅកន្លែងណាឆ្លើយប្រាប់ជាងមកឆាប់លេងចេញទៅខាងក្រៅភ្លាមទៅឆាប់ដុំយើងចេញទៅឯងគ្រាន់បើចេះនិយាយភាសាជប៉ុនផងអីអាចមសៀតអាចមសៀតហ៎ឯងហ៊ានជេរយើងផងហ៎ចាំមើលតែឯងហ៊ានជេរយើងទៀតឬមួយក៏អត់យើងនឹងដាក់បន្ថែមទៀតដាក់អូបន្ថែមទៀតដែរដុតវាទៅដុតទៅរត់ទៅដុតវាចាំមើលវាហ៊ានជេរយើងទៀតឬមួយក៏អត់ចាំមើលតែឯងខ្លាំងហ៊ានជេរយើងអាចមសៀតយើងជាមេកងទូពាកណាឆាប់ទៅយកទៅមកឲ្យយើងឆាប់ទៅយកទៅមកឲ្យយើងព្រាបទៅឥឡូវឡើងឆាប់ទៅឆាប់ចាត់ការមនុស្សទៅប្រាប់ពួកវាទៅបើមិនបកគលរោគសម្រាប់ព្រះពុទ្ធសាសនាឲ្យយើងទេយើងនឹងដុតប្រជាជនវាក្នុងភូមិនេះឲ្យអស់គ្មានសល់ទៅលោកយកទៅបាំងបដោះសនសិនទៅចាំណា
អូយតណាតណៃផ្លូវណាផ្លូវណៃចោអស់លោកឆាប់យកកណាត់ក៏ហប់แล้วចេញព្រាបទៅដុតទៅដុតសម្រាប់ពួកវាតែម្ដងទៅអាបងតានៅកន្លែងណាមានទឹកទៅអាបងណានៅណាកន្លែងដែលមានទឹកសុទ្ធតែមានកកតទាំងអស់ប៉ុន្តែលោកពូបានណែមកខ្ញុំនឹងប្រាប់លោកពូថាទីនេះមានផ្លែអាឡឹកអាឡឹកនៅកន្លែងណានោះលោកមិនតបលោកចាំមិនទេលោកមិនតបអើយលោកមិនតបខ្ញុំរត់ទឹកមិនបានទេប៉ុន្តែខ្ញុំរត់របស់នេះយកមកជូនលោកមិនតបតាមពិនគឺក្របបែកតា នាំគ្នាដេញតាមគ្នាទៅ
ចេញដំណើរភ្លាមជួយគៀបបជួយគៀបបជួយលើកដៃឡើងលើលើកដៃឡើងលើលើកដៃភ្លាមទៅលើកដៃឡើងលើលោកប៉ារបស់លោកគឺប៉ារបស់ខ្ញុំហើយក៏ជាលោកតារបស់ខ្ញុំដែរកាលនោះកងទ័ពជប៉ុនបានឈ្លានពាននៃប្រទេសចិនហើយក៏បានបង្ករឿងរ៉ាវអាក្រក់ជាច្រើនទៀតមិនយូរប៉ុន្មានទេគាត់ក៏បានស្លាប់បាត់ទៅហើយក៏បន្សល់ទុកនូវពាក្យបណ្ដាំដូច្នេះហើយត្រូវតែឲ្យខ្ញុំត្រឡប់មកប្រទេសចិនវិញដើម្បីលុបលាងទោសពីកំហុសដែលបានធ្វើបាបប្រជាជនចិនរឿងរ៉ាវទាំងអស់ដែលកើតឡើងគឺត្រូវតែបញ្ចប់ត្រឹមនេះឯងដូច្នេះហើយទើបខ្ញុំត្រឡប់មកប្រទេសចិនតាមពាក្យបណ្ដាំរបស់គាត់សួស្តីនេះជារឿងនិទានប្រវត្តិសាស្ត្ររបស់លោកយាយខ្ញុំក្រោយមកលោកយាយរបស់ខ្ញុំក៏បានយករឿងនេះមកប្រាប់ដល់អ្នកម៉ាក់របស់ខ្ញុំហើយបន្ទាប់មកទៀតអ្នកម៉ាក់របស់ខ្ញុំក៏បានយករឿងនេះមកប្រាប់ដល់ខ្ញុំហើយពេលនេះខ្ញុំក៏បានយករឿងនិទានទាំងអស់នេះមកប្រាប់អ្នកទាំងអស់គ្នាដែរសង្ឃឹមថាអ្នកទាំងអស់គ្នាត្រូវតែចាប់អារម្មណ៍ហើយនឹងកម្មវិធីរបស់ពួកខ្ញុំហើយនេះជារឿងអតីតកាលគឺត្រូវនិយាយពីរឿងនិទានអតីតកាលមានពេលខ្លះខ្ញុំក៏សប្បាយចិត្តដែរព្រោះថាកាលពីសម័យនោះមានចម្រៀងមួយបទ老少爷们姑娘些份村头来了群小鬼子儿啊大墙上挑着面小旗子儿鼻子下留着朵小胡子儿抢咱的东西还杀咱的人行吗啊呸老少爷们姑娘姐们啊抄起那家伙站起了队儿跟上咱八路就戳了分儿地雷崩射他还见分儿刺到下跪那鬼子的魂儿谁敢欺负咱中国人大刀切断他的小脖子儿啊嘿老少
そうですね。老少爷们，姑娘媳妇儿，村头来了群小鬼子，大枪上挑着面小旗子，鼻子下留着朵小胡子，抢咱的东西还杀咱的人儿，行吗？啊呸！老少爷们儿，姑娘媳妇儿，抄起了家伙，咱站起了队儿，跟上咱八路就出了村儿，地雷锋。